មយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញដោយកត្តាទាំងនេះហើយហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យត្រូវបានរៀបចំនិងកសាងក្នុងចំណោមវិស័យជាច្រើនការអភិវឌ្ឍប្រភពអគ្គិសនីមានការរីកចម្រើនជាបន្តបន្ទាប់វឌ្ឍនភាពនៃការអភិវឌ្ឍប្រភពអគ្គិសនីក្នុងរយៈពេល14ឆ្នាំអានុភាពប្រភពអគ្គិសនីកើនឡើង11ដងនិងបរិមាណប្រភពថាមពលកើនឡើង 9.75 ដងមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់តំបន់ជនបទគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតមូលនិធិនេះឡើងគឺដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅតំបន់ជនបទប្រកបដោយសមភាពដោយសម្រួលឲ្យប្រជាពលរដ្ឋនៅតំបន់ជនបទទូទាំងប្រទេសទទួលបានអគ្គិសនីប្រើប្រាស់ជាលក្ខណៈសេដ្ឋកិច្ចសង្គមគិច្ចនិងគ្រួសារគ្រប់គ្នាការទទួលបាននូវអគ្គិសនីប្រើប្រាស់ជាបច្ច័យដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចព្រោះថាអគ្គិសនីជាកត្តារួមផ្សំដ៏សំខាន់មួយសម្រាប់ 1. ពាណិជ្ជកម្ម 2. ផលិតកម្ម 3. ឧស្សាហកម្ម 4. សិប្បកម្មនិង 5. កសិកម្មឡាវិស័យទាំងនេះសុទ្ធតែបង្កើតឱកាសការងារនិងបង្កើតប្រាក់ចំណូលជូនដល់អ្នកជនបទក្រីក្រអត្ថប្រយោជន៍របស់មូលនិធិនេះគឺដើម្បីចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទក្រីក្រយ៉ាងច្រើនមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទអញ្ចឹងមានន័យថាគឺជាមូលនិធិមួយដែលប្រមូលថវិកាដើម្បីជួយទៅដល់ការពង្រីកអគ្គិសនីឲ្យដល់តំបន់ជនបទធ្វើយ៉ាងម៉េចឲ្យអ្នកនៅតំបន់ជនបទបានប្រើប្រាស់អគ្គិសនីនឹងគ្រប់គ្នាហើយដំបូងបំផុតហ្នឹងគឺថាមូលនិធិនេះបានកើតឡើងក្រោមការជួយឧបត្ថម្ភជាហិរញ្ញប្បទានរបស់ធនាគារពិភពលោកមូលនិធិនេះសំខាន់គឺមានការណែនាំពីសម្ដេចប្រមុខរដ្ឋាភិបាលដើម្បីជួយដោះស្រាយបញ្ហាសមត្ថភាពក្នុងវិស័យអគ្គិសនីជូនអ្នកក្រីក្រអញ្ចឹងថវិកាដែលផ្គត់ផ្គង់អគ្គិសនីមូលនិធិអគ្គិសនីបច្ចុប្បន្ននេះគឺជាមូលនិធិដែលបានមកពីថវិកាអំណោយសុទ្ធសាធពីអគ្គិសនីកម្ពុជាឧទាហរណ៍ក្នុងរយៈពេលចាប់ពីឆ្នាំ2012ខែ11ពេលដែលមូលនិធិនេះយកមកឲ្យអគ្គិសនីកម្ពុជាគ្រប់គ្រងដោយផ្ទាល់យើងបានផ្ដល់ថវិកាគ្រប់គ្រងមូលនិធិនេះដល់ទៅ$19 លានរួចទៅហើយថវិកា$19 លាននេះគឺជាថវិកាផ្ទាល់របស់អគ្គិសនីកម្ពុជាជាអំណោយអត់មានគិតចំណេញខាតទេគឺជាអំណោយសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រនៅតំបន់ជនបទទី2តាមរយៈការងារនេះតាមរយៈការជឿជាក់លើការដឹកនាំរបស់អគ្គិសនីកម្ពុជាអង្គការ KW របស់ឡម៉ង់បានផ្ដល់ថវិកាចូលថែមទៀតបាន10 លានទៀតអញ្ចឹងវាមានកញ្ចប់$29 លានរួចទៅហើយវិស័យអគ្គិសនីគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពសំខាន់ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋនិងសង្គមក្រសួងរាយនឹងធម្មពលបានបង្កើតគោលនយោបាយលើកទឹកចិត្តនិងជំរុញការអភិវឌ្ឍអគ្គិសនីភាវូបនីយកម្មជនបទនេះឡើងអស់ជំនួយ World Bank ទៅមានអង្គភាពនេះប្រឈមមុខនឹងការខ្សែធនហើយរដ្ឋាភិបាលក៏អត់មានថវិកាដើម្បីជួយបន្តដែរពេលនោះអញ្ចឹងតាមសំណើរបស់អគ្គិសនីកម្ពុជាហៅថា EDC ហើយយើងស្នើតាមរយៈអតីតក្រសួងឧស្សាហកម្មរ៉ែធម្មពលដែលបច្ចុប្បន្នហៅថាក្រសួងធម្មពលនិងរ៉ែនេះទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីប្រជាកម្ពុជាដើម្បីសុំឲ្យអង្គភាពនេះផ្ទេរមកនៅក្រមអគ្គិសនីកម្ពុជាវិញដើម្បីយើងមានលទ្ធភាពផ្ដល់ថវិកានៃការគាំទ្រប្រជាទេសទាំងអស់ដែលចាំបាច់ដំបូងស្ថាប័នមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទបានបង្កើតឡើងតាមព្រះរាជក្រឹត្យក្នុងឆ្នាំ2004ដើម្បីជំរុញការអភិវឌ្ឍអគ្គិសនីជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមជំនួយពីធនាគារពិភពលោកពីឆ្នាំ2007ដល់ឆ្នាំ2012ដោយធនាគារពិភពលោកពុំមានផ្ដល់ថវិកាបន្ថែមសម្រាប់ដំណើរការអង្គភាពដ៏សំខាន់នេះស្ថាប័ននេះប្រឈមមុខនឹងការបិទទ្វារតាមសំណើរបស់អគ្គិសនីកម្ពុជារាជរដ្ឋាភិបាលបានឯកភាពឲ្យបន្តនិរន្តរភាពមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទឲ្យមានការរីកចម្រើនដោយសម្រេចផ្ទេរមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជាវិញ
មូលដ្ឋានគ្រឹះនៃការបង្កើតមូលនិធិនេះគឺដើម្បីជួយទៅអ្នកក្រីក្រតាមរូបភាពធំពីរយ៉ាងមួយគឺដើម្បីជួយផ្ដល់ប្រភពធម្មពលឧទាហរណ៍ដូចជាប្រភពធម្មពលដើរដោយពន្លឺព្រះអាទិត្យដើម្បីឲ្យគាត់អាចនៅលើទឹកអាចនៅលើបឹងអាចនៅតាមតំបន់ភ្នំអាចទៅតំបន់ដាច់ស្រយាលដែលបដាញជាតិក្រទៅដល់បើយើងចាំបដាញជាតិទៅដល់10 20ឆ្នាំគាត់យូរណាស់ហើយនេះជាបញ្ហាសមធម៌ធំណាស់ដែលត្រូវជួយបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ជនបទនេះជាគំនិតដើមរបស់សម្ដេចហ៊ុនសែនអញ្ចឹងគោលការណ៍គ្រឹះមួយសំខាន់គឺជួយអ្នកនៅតំបន់ឆ្ងាយដែលបដាយើងក្រដណ្ដប់ទៅដល់ជាបដោះអាសន្នឲ្យគាត់បានប្រើប្រភពអីមួយទី2គឺនៅក្នុងក្របខ័ណ្ឌនៃដែនសេវាកររបស់ឯកជនដែលមានជាង300កន្លែងឯកជនខ្វះលុយដើម្បីនឹងបរិយាបដាញអញ្ចឹងបើគាត់យកលុយពីក្រោមខ្នើយគាត់ទៅខ្ចីលុយពីធនាគារអត់គ្រប់គ្រាន់ទេធ្វើឲ្យការបរិយាបដាញជូនប្រជាពលរដ្ឋមានការយឺតយ៉ាវអញ្ចឹងមូលនិធិនេះបង្កើតឡើងដើម្បីផ្ដល់ទុនអត់យកការប្រាក់ដើម្បីឲ្យតំបន់សេវាករឯកជននោះអាចយកថវិកាអត់ការប្រាក់នេះទៅពង្រីកជាខ្សែបដាញដើម្បីឲ្យបានតដល់ប្រជាជនភាគច្រើននេះជាបញ្ហាគន្លឹះទី2បញ្ហាគន្លឹះទី3គឺមានគោលដៅដើម្បីជួយការខ្សែបដាញរត់ទៅដល់មុខផ្ទះគាត់មិនថារដ្ឋមិនថាឯកជនប៉ុន្តែបងប្អូនប្រជាពលរដ្ឋខ្លះគាត់ក្រីក្រគាត់អត់មានលុយក្នុងការតភ្ជាប់បដាញទេអញ្ចឹងមានថវិកាមួយកញ្ចប់តូចដើម្បីជួយឲ្យគាត់ខ្ចីដើម្បីគាត់ធ្វើការតចរន្តហើយគាត់បានប្រើភ្លើងគេដែរនេះជាបញ្ហាសមតមួយធំណាស់ក្នុងវិស័យថាមពលដែលយើងត្រូវដោះស្រាយហើយកត្តាទី4ប្រសិនបើក្នុងតំបន់ជនបទដែរមានប្រភពដូចជាមីក្រូវារីអគ្គិសនីឬមួយក៏ biomass biogas អីមូលនិធិនេះអាចពិនិត្យលទ្ធភាពបើមានលទ្ធភាពល្អគឺយើងអាចជួយផ្ដល់ថវិកាដើម្បីឲ្យផលិតជាធម្មពលតូចក្នុងក្របខ័ណ្ឌសហគមន៍ដើម្បីជួយបំភ្លឺសហគមន៍នៅពេលបដាជាតិមិនទាន់ទៅដល់9ឆ្នាំពីថ្ងៃបដិសន្ធិមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទអនុវត្តកម្មវិធីចំនួន4សំខាន់1កម្មវិធីផ្ដល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះ2កម្មវិធីផ្ដល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រជនបទ3កម្មវិធីជួយទុនសម្រាប់ពង្រីកនិងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទ4កម្មវិធីការកាត់បន្ថយអត្រានិងគម្លាតថ្លៃលក់អគ្គិសនីគោលបំណងនៃកម្មវិធីផ្ដល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះដើម្បីជួយសម្រួលឲ្យគ្រួសារជនបទរស់នៅតំបន់ដាច់ស្រយាលដែលខ្សែបណ្ដាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរអាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះកម្មវិធីនេះគឺមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទជួយផ្ដល់ប្រាក់ឧបត្ថម្ភធនចំនួន$100អាមេរិកក្នុងមួយប្រព័ន្ធដល់គ្រួសារជនបទដើម្បីជួយកាត់បន្ថយការទូទាត់ថ្លៃទិញប្រព័ន្ធមួយផ្នែកហើយអ្នកទិញត្រូវបង់ថ្លៃសល់ពីការឧបត្ថម្ភធនមកមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទវិញខ្ញុំយល់ចំពោះគម្រោងនេះបាទតាំងពីខ្ញុំទៅសន្និបាតនៅភ្នំពេញនៅក្រសួងគេថានឹងមានតាមជនបទខ្ញុំមិនដឹងថាជនបទយ៉ាងម៉េចអគ្គិសនីជនបទទៅដល់គោលការណ៍ក្រោយមកខាងប្រធានអគ្គិសនីមកផ្សព្វផ្សាយដាក់សូឡានៅតាមឃុំតាមភូមិជាពិសេសទាំងប្រជាជនដែលនៅឆ្ងាយព្រោះខ្សែអត់និយាយទៅដល់មួយឆ្នាំហើយមួយឆ្នាំទៀតដល់ក្រោយមកបានផែនការរបស់គម្រោងសូឡាហ្នឹងណារៀបចំដាក់ច្រើនជាងគេបង្ងិលគឺនៅសាយអូយសាយឥឡូវបើថាបានអញ្ជើញមកយប់ឡើងតាមព្រៃពោះ3គីឡូ2គីឡូមួយតាមផ្ទះនេះជាអាស្រ័យដែលខ្ញុំចុះផ្ទាល់មូលនិធិអគ្គិសនីភាវូបនីយកម្មជនបទនឹងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះដល់ផ្ទះគ្រួសារជនបទដែលជាអ្នកទិញរហូតមកដល់បច្ចុប្បន្នមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យអនុភាព50វ៉ាត់ជូនដល់គ្រួសារជនបទបានចំនួន40,740ប្រព័ន្ធគ្របដណ្ដប់លើខេត្តចំនួន8មានខេត្តសៀមរាបព្រះវិហារកំពង់ធំពោធិ៍សាត់កំពង់ស្ពឺក្រចេះរតនគិរីនិងខេត្តមណ្ឌលគិរីគ្របដណ្ដប់លើភូមិចំនួន495ភូមិឃុំចំនួន97ឃុំស្រុកចំនួន24ស្រុកស្រួលប្រើស្រួលថាវាអត់បានចូលអគុយណាចូលអគុយហត់ធាក់កង់ទៅចូលហើយពិបាកទៀតចោះលុយច្រើនមែនទេគេទៅក្នុង
មកបញ្ចូលវាមួយថ្ងៃហ្នឹង2000រហូតហ្នឹងវាត្រឹមតែបានអានេះមកហ្នឹងអាស៊ីឡាហ្នឹងណានិយាយតែខ្ញុំអត់ចង់ស្លាប់យកស្រួលត្រង់យើងមកពីណាពីណីល្ងឹតអីមកដល់ផ្ទះមានភ្លើងភ្លឺស្រាប់ គោលបំណងនៃកម្មវិធីផ្ដល់ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រដើម្បីជួយដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទអាចទទួលបានការតភ្ជាប់ចរន្តអគ្គិសនីពីខ្សែបណ្ដាញអគ្គិសនីដោយការផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់ឲ្យគ្រួសារខ្ចីយកទៅតភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះប្រើប្រាស់ប្រាក់កម្ចីនេះសងរំលោះប្រចាំខែមកមូលនិធិអគ្គិសនីភិវពាណិជ្ជកម្មជនបទវិញក្នុងរយៈពេល3ឆ្នាំដោយគ្មានការប្រាក់ មុនដំបងពីដើមទីយើងពីប្រេងទិញអីជាងចាក់ទូអុយពីជាងទូបានអាគុយប្រើអាគុយនឹងពូលមួយអីចឹងទូបញ្ចូល2យប់បញ្ចូលម្ដងបញ្ចូលម្ដង2005អីដល់បានភ្លើងនឹងមួយឈប់អាគុយcòn thu lùi đôi thầu con du mà khe bằng mặt đòn anh những prơ tam cả lô nè dương prơ về sâu chột thì tu mà khe pram cả lô của mui cả lô đó là dương prơ khăng tu pin đọc cả lô còn pin đọc giang chơi nó mà pay chơi từ mà pay tăng vì tầm đai này mỗi vì con srua nhôm này thà bàn phượng bàn ấy bàn prơ bom tực bom ấy rồi cô nó mới chả hao ấy pul phượng ấy bàn chơi mà nhôm đây sruaเลยọt vào bạ nó cho mô ấy đạch nhẹ nhai mua là lót phượng lót ấy chẳng khó khăn ngay bom vừa cao về muôn phở cùi chân tư cùi ọt phượng chân tư chi ăn miếng mà to chi tiết chi con ô tư chuồn cao tư kia bị trôi đó con kia ăn bị trôi tư mô với nhà nghịch sân chân tư chuồn cao chi con rồi tinh phì cao chuồn cao ăn miên chân tư tiết là nghịch sân chân tư đó lấy xua phở mà tơ chân tư tua chân tư xua phượng lơ crom phượng an ngon nè bà sân thật có ai chạy tết nhầm ở miền lạt tập hiệp tề nè để miền lui cái miền lạt tập hiệp mà cái đã tăng bị môn na tay nhầm ở miền lạt tập hiệp chân chắc là nở ắt đó mà là phượng ở cây sini Campuchia nó còn ai nông mà nè sai sập ram mơn hay bong nông mà khai mà mơn pram rồi dẹp bên bay năm rồi còn ai chơi nhưng ăn play con con tê phụ còn ai chơi nhưng nam vui còn đôi tay dừng bong đầm lúa chân không mà khai nhưng mà thao cái nó bong còn kịp sừng con phi chia chôn tràn tê hay nam vui còn dầu cà dầu ấy chân nó bong bài miền tên tôi là ọt sâu của bạc thế chỉ ngay nụ srua hơi còn chỉ nghịch ngúng plơนี่ เจ้าขยมนี่ขนมมาทั้งไงมือเป็นโตบกีโบกรบออกบางสิ่งที่เล็กตึกพ้องสลับไปตอนที่ตึกนึงไงบ่มเพียงบนปรำนึงดักดองตูปีไงออกอะไร រហូតមកដល់បច្ចុប្បន្នគ្រួសារជនបទក្រីក្របានទទួលចរន្តអគ្គិសនីប្រើប្រាស់ក្រោមកម្មវិធីនេះមានចំនួន 6441 គ្រួសារគ្របដណ្ដប់លើខេត្តចំនួន 11 មានខេត្តកំពង់ចាម បន្ទាយមានជ័យ បាត់ដំបង កណ្ដាល ក្រចេះ ពោធិ៍សាត់ ព្រៃវែង ព្រះសីហនុ ស្វាយរៀង តាកែវ និងកំពង់ធំគ្របដណ្ដប់លើភូមិចំនួន 347 ភូមិ ឃុំចំនួន 73 ឃុំ ស្រុកចំនួន 23 ស្រុក នៅថ្ងៃអនាគតក៏មានការបង្កើនទុនជាប្រចាំឆ្នាំដើម្បីជួយគាំទ្រមូលនិធិនេះពីឆ្នាំ 2016 ឆ្នាំក្រោយនេះទៅដល់ឆ្នាំ 2020 អគ្គិសនីកម្ពុជាត្រៀមថវិកា$70 លានសហរដ្ឋអាមេរិក$70 លានសហរដ្ឋអាមេរិកដើម្បីជួយមូលនិធិនេះនឹងជាថវិកាផ្ទាល់របស់អគ្គិសនីកម្ពុជាក្នុង$70 លាននេះយើងអត់បូកពីអាមុនដែលយើងនិយាយទេអញ្ចឹងជាលុយថ្មីដែលក្រមបកគលជូនដើម្បីពង្រីកវិសាលភាពនៃការធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតំបន់ជនបទអញ្ចឹងជាការបដិញ្ញាចិត្តខ្ពស់ណាស់របស់អគ្គិសនីកម្ពុជានឹងជាបញ្ហាថវិកាបញ្ហាទី2បញ្ហាបច្ចេកទេសរាល់ការត្រូវការបញ្ហាបច្ចេកទេសអគ្គិសនីកម្ពុជាត្រៀមខ្លួនបន្តជំរុញធ្វើម៉េចឲ្យមូលនិធិនេះមានចំណេះដឹងផ្នែកបច្ចេកទេសគ្រប់គ្រាន់ដើម្បីធ្វើវត្តបត្តិការឲ្យបានកាន់តែទូលាយនឹងជាបញ្ហាទី2បញ្ហាទី3សូម្បីតែនៅក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរបស់មូលនិធិនេះយើងក៏ត្រៀមដើម្បីធ្វើម៉េចឲ្យមានការស្ថាបនាសមត្ថភាពរបស់បុគ្គលិកនយោជិតនិងថ្នាក់ដឹកនាំរបស់មូលនិធិនេះដើម្បីឲ្យមានការ
យល់ដឹងកាន់តែខ្ពស់កាន់តែទូលាយដើម្បីធ្វើកិច្ចការបានកាន់តែប្រសើរឧទាហរណ៍ថានៅក្នុងឆ្នាំ2012ពេលដែលមូលនិធិនេះផ្ទេរមកឲ្យអគ្គិសនីកម្ពុជាបុគ្គលិកមានតែ18នាក់ទេឥឡូវនេះយើងបានរើសបុគ្គលិកបន្ថែមកសាងសមត្ថភាពរហូតដល់20ជាង20ទៀតជិត30នាក់ហើយនឹងមានការបន្ថែមបុគ្គលិកតទៅទៀតនៅពេលដែលបប្រតិបត្តិការរបស់គាត់កាន់តែរីកចម្រើនត្រឡប់ទៅមុខទៀតអញ្ចឹងនេះជាការបដិញ្ញាគ្រប់ទិសទាំងអស់ហើយចុងក្រោយការបដិញ្ញារបស់អគ្គិសនីកម្ពុជាគឺធានាថាម៉េចយើងគៀងគរដៃគូអភិវឌ្ឍដែលមានបំណងដូចគ្នាដើម្បីបន្ថែមជាទុនទាំងទុនហិរញ្ញវត្ថុទាំងទុនចំណេះដឹងទាំងទុនបច្ចេកទេសដើម្បីធ្វើឲ្យអគ្គិសនីមូលនិធិរបស់អគ្គិសនីជនបទនេះកាន់តែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការកាន់តែល្អនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសឲ្យបានគ្រប់ដល់ទីដល់ចុងក្រោយដែលទីដល់ចុងក្រោយនោះសម្ដេចហ៊ុនសែនលោកចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្នាទាំងអស់មិនថាប្រភពពីបណ្ដាញជាតិមិនថាប្រភពពីអគ្គិសនីផ្សេងដូចជាប្រភពអគ្គិសនីដើរដោយព្រះអាទិត្យលក្ខណៈនេះជាទស្សនវិស័យវែងឆ្ងាយចុងក្រោយរបស់សម្ដេចហ៊ុនសែនហើយអគ្គិសនីកម្ពុជាត្រៀមខ្លួនបដិញ្ញាគ្រប់អ្វីឲ្យខ្លួនធ្វើការដើម្បីបំពេញកាតព្វកិច្ចនិងបេសកកម្មរបស់រដ្ឋាភិបាលនេះគោលបំណងនៃកម្មវិធីជួយទុនសម្រាប់ពង្រីកនិងកែលម្អការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ជនបទដើម្បីជួយសម្រួលឲ្យសេវាករអគ្គិសនីនៅតំបន់ជនបទមានទុនសម្រាប់ធ្វើការវិនិយោគពង្រីកនិងកែលម្អការផ្គត់ផ្គង់អគ្គិសនីឲ្យពេញដែនអាជ្ញាប័ណ្ណរបស់ខ្លួនដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារអាចតភ្ជាប់ចរន្តប្រើប្រាស់តាមលទ្ធភាពរបស់ខ្លួនបច្ចុប្បន្ននេះអគ្គិសនីបានបញ្ជូនទៅដល់តំបន់ជនបទគាត់មានការសប្បាយរីករាយគាត់បានសម្រាប់បំភ្លឺគាត់បម្រើការងារផលិតកម្មឧស្សាហកម្មកសិកម្មដើម្បីបង្កើនការងាររបស់រស់ស៊ីរបស់គាត់និងដើម្បីបង្កើនជីវភាពរស់នៅរបស់គាត់ហើយកាត់បន្ថយភាពក្រីក្រតាមរយៈអគ្គិសនីកម្ពុជាក៏ដូចមូលនិធិអគ្គិសនីជនបទបានផ្ដល់